ក្តីសុខក្តីសុខមិនមែនជារឿងដែលអ្នកដទៃអាចយកមកដាក់ឲ្យយើងបានទេវាជារឿងដែលយើងត្រូវរៀនបង្កើតនិងថែរក្សាដោយខ្លួនឯងរៀនពេញចិត្តនឹងអ្វីដែលយើងមានមិនប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃរៀនទទួលយកអ្វីដែលយើងមិនអាចផ្លាស់ប្ដូរបាននិងកែប្រែអ្វីដែលខ្លួនឯងអាចធ្វើបាននៅក្នុងព្រះគម្ពីរបានចែងពីសេចក្តីសុខសាន្តគឺនៅក្នុងគម្ពីរកាឡាទីជំពូក5ខ22ដល់23រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញគឺសេចក្តីស្រឡាញ់អំណរសេចក្តីសុខសាន្តសេចក្តីអត់ធ្មត់សេចក្តីសប្បុរសចិត្តសន្តោសភាពស្មោះត្រង់ចិត្តស្លូតបូតនិងការចេះគ្រប់គ្រងចិត្តគ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្តីទាំងនេះឡើយក្តីសុខពិតមកពីចិត្តដែលស្ងប់ស្គាល់ពាក្យថាគ្រប់គ្រាន់និងចេះលះបង់ហើយរៀនធ្វើឲ្យចិត្តធ្ងន់ពេលអ្នករៀនរស់នៅដោយមិនពឹងផ្អែកលើការទទួលស្គាល់ឬការយល់ព្រមពីអ្នកដទៃនោះអ្នកនឹងរកឃើញថាសេចក្តីសុខនៅមិនឆ្ងាយឡើយប៉ុន្តែវាស្ថិតនៅក្នុងចិត្តរបស់អ្នករាល់ថ្ងៃ